ហើយយ៉ាងម៉េចហើយជានៅកពតប្រុងមកចងស្ពានមាននេត្រីភ្ជាប់និស័យនឹងអូនលាក់អូអ្នកណាទៅប្រហែលជាមកជិតដល់ហើយអានេះតំណែងអ្នកភូមិប្រាប់ខ្ញុំចឹងបានយើងជិះតែសាប់រសល់ក្នុងថ្ងៃហ្នឹងហែលអូនលាក់ដល់គូហើយណាលោកសេដ្ឋីម៉ែឬបងយើងមិនទុកធ្វើអីទេតែយើងត្រូវការអ្នកហ្នឹងគឺពោពេញទៅដោយភាពឆ្លាតវៃឲ្យតែចេះស្រឡាញ់កូនយើងចេះស្រឡាញ់យើងដែលជាឪពុកចាហើយគេពុកតែនោះសម្រស់ក្មេងអូសាកសមនឹងកូនយើងហើយប្រាប់មកថាផ្ទះអ្នកមានអ្នកមាននេះអត់មានដបូលអីទេនោះតែស្បូវមកកដោក៏អត់ព្រាត់ដែរនេះមើលចំណេះឯងទៅមើលពីណាគេដឹងមួយណាសថីមានសួរល្អហើយបាទលោកមកទីនេះមានកាយដែរមកបំរើសុំងើខ្ញុំនឹងវាស្រួលចាំទេបាយមួយថ្ងៃ3ពេលទឹកសុទ្ធមួយថ្ងៃ3ដបប្រាក់ខែ 1500 មួយថ្ងៃស្រួលចាំណា1500នោះមួយថ្ងៃមួយថ្ងៃ 1500លុយខ្មែរ 1500បូក1 30ហ្នឹងមិន 27000បាទអាយ៉ាអ្នកចេះអ្នកដឹងឥឡូវខ្ញុំគ្រាន់តែជាអ្នករស់នៅជាមួយលោកសេដ្ឋីទេលោកមានកិច្ចការអីចង់តាក់ទងតំណែងតំណងលោកសេដ្ឋីសូមអញ្ជើញចូលទៅក្នុងបាទហ្នឹងកូនណាកូនដែលលោកឲ្យលោកគាត់ក៏ពួនជើងសជើងក៏ភ្លៅជិះផាន់ណាបាទមានសួរបាទលើកដៃថ្វាយព្រះបាទហើយមកពីណាអូនតែជិះតាក់ស៊ីមកវាចុះហ្នឹងតែមកហ្នឹងពុកធ្លាប់ស្គាល់មែនទេលើចេះទៅខ្ញុំនឹងគេថាសុំមកនៅបំរើជាមួយណាគាត់ថាអ៊ំចង់រឿងអ្នកចេះអ្នកដឹងអីខ្ញុំចេះណាទេខ្ញុំមានចំណិតទៅហើយមើលមកខាងនេះមើលណាបាទទាំងយើងមានមួយឥឡូវយកថែមមួយទៀតទៅឲ្យគ្រប់ពីរមិនដែរមួយទៀតសម្រាប់លោកសេដ្ឋីសម្រាប់ធ្វើអីតាមដែលខ្ញុំដឹងកំឡោះម្នាក់នេះមិនមែនមកសុំបំរើគាល់វ៉ៅលោកសេដ្ឋីធម្មតាទេបាទអញ្ចឹងខ្ញុំមកធ្វើអីមានបំណងចង់ចងស្ពានមាននិស័យស្រីដណ្ដឹងហូបស្លាភាសាភ្ជាប់ពាក្យនិងប្អូនលាក់ណាលោកសេដ្ឋីអត់ទេស្ពានលើអត់ចងទេមកសិតស្ពានបេតុងហ្មងក្រាស់កំមុខគេចងដែកគេយេឲ្យបានគេចាក់បេតុងអូស្មាយកវល់មកចងស្ពានតែខ្យល់សូមទានជ្រាបជំរាបលោកមហាសេដ្ឋីខ្ញុំបាទឈ្មោះជ័យកលេខមិនទាន់តិចច្រឡំតារាភាពយន្តខ្ញុំបាទមកនេះមានតែចេងបុកស្ករសតម្លងត្រើយឆ្នាំបន្តិចមក1500ហូតតាមផ្លូវអស់ទៀតនោះគេស្នើជើងការណាលោកស្រីជើញបុកមកអង្គុយសិនចង់ដឹងបញ្ញានោះអាទិត្យនោះយើងស្ដាប់ពាក្យពេចន៍របស់លោកនិយាយទៅដូចជាស្នើជើងការបាទអញ្ចឹងចង់ចូលមកមានន័យដូចម្ដេចដែរមានន័យថាអ៊ំមិនចង់កូនភាសាហ្នឹងហើយខ្ញុំចង់បានកូនភាសាខ្ញុំមិនក្រអ៊ំឯងមិនមានបាទដល់ខ្ញុំនៅមួយអ៊ំឯងមកខ្លាយជាកូនភាសាមានដូចអ៊ំឯងដែរហ្នឹងហើយនឹងអ៊ំឯងចែកពាក់កណ្ដាលមកយើងមានពាក់កណ្ដាលម្នាក់មានសមត្ថភាពអីចង់ខ្លាចជាកូនភាសាចង់ដឹងប្រឡងបញ្ញាមួយអាទិត្យនោះចំណេះបាទហើយមកនេះចិត្តយើងបាទខ្ញុំបាទចូលមកផ្ទះលោកសេដ្ឋីវេលាម៉ោង3ខ្ញុំមានការយ៉ាងណាអញ្ជើញមានប្រសាសន៍មកអ្នកប្រុសខ្ញុំបាទជ្រាបខោវែងមិនមែនជើងខ្លីមកម៉ោង8មកស្នើការខ្ញុំបាទចូលមកអត់មានមេបាចង់ប្រឡងបញ្ញាជាមួយប្អូនខាងនោះបើចង់ប្រឡងចុងជាតិជាប្រុងអត់វេទនីបើចង់ប្រឡងក៏ប្រឡងចុងជាតិជាប្រុងអត់វេទនីឥឡូវជែកចំប៉ាំងសុកគីចង់ប្រឡងគ្នាមកដុំណាអីជំរាបទៅអ្នកចេះអ្នកដឹងចូលអ្នកខំប្រឹងលបងបញ្ញាហើយគេសួរចុះខ្ញុំសួរទៅអ្នកចេះអ្នកដឹងគេហៅភូមិស្រុកសម្បូរនគរមានជ័យព្រៃហែមមកពៀនខ្ញុំដើរមកងិញចិត្ត100ស្ពានបាទ
មកពៀននៅត្រង់ណាព្រៃហែមកពៀនអេភូមិសម្បុកស្រុកសម្បូរនគរមានជ័យព្រៃហែមមកពៀនអេចាំដាប់ចំណិតចុះភូមិសម្បុកនៃស្រុកសម្បូរនគរមានជ័យព្រៃហែមមកពៀននេះដូចជារឿងនិទានក៏ប៉ុន្តែលោកក៏ឆ្ងល់លៃពេកបងជែកសួរខ្ញុំថានៅអាម៉ាដុំណាខ្ញុំបាទពិតជាស្គាល់រៀងអីរាល់ស្គាល់ពេញអាត្មាខ្ញុំស្គាល់ច្បាស់នឹងនេត្រាថានៅម្ដុំណាណាថ្លៃក៏ប៉ុន្តែតើលោកបងស្គាល់ហៅថាភ្នំព្រះសុមាទេអេបើសិនណាបងស្គាល់ខ្ញុំនឹងលៃស្រួលប្រាប់ផ្លូវឲ្យអ្នកថ្លៃលៃឲ្យចំព្រៃហែមមកពៀនសួរភ្នំព្រះសម័យនៅម្ដុំណាតាំងពីដូនតាណាគេស្គាល់សួរភ្នំព្រះសម័យនៅម្ដុំណាខ្ញុំបាទនេះអ្នកណាតែស្គាល់ឮតែឈ្មោះមិនដែលឃើញផ្ទាល់នេះណាតែស្គាល់ដោះម្ដុំណាបើមិនស្គាល់ភ្នំព្រះសម័យមិនបាច់ប្រាប់ទេណាលោកតាបើមិនស្គាល់ភ្នំព្រះសម័យខ្ញុំបាច់ប្រាប់ទេណាលោកតាព្រោះសួរខ្ញុំថាភូមិសម្បុកស្រុកសម្បូរនគរមានជ័យនៅម្ដុំណាទាល់តែស្គាល់ភ្នំព្រះសម័យបើស្គាល់ភ្នំព្រះសម័យច្បាស់ខ្ញុំស្រួលត្រាស់ប្រាប់ផ្លូវតាបើសារស្គាល់ភ្នំព្រះសម័យនៅម្ដុំណារាយងាយរាយការឲ្យស្គាល់ភូមិហ្នឹងហើយលើតួកតួតែចុះបថៅយោងអូចំមងយោងឡានអេបថៅឡានតួកតួតែចុះបថៅយោងអូចន្លោះយោងភ្លើងបាទឥឡូវខ្ញុំស្គាល់ថានៅពិភពលោកយើងតើសត្វអីធំជាងគេសត្វអីសត្វនៅទួសំដីនៅលើពិភពលោកនេះធំជាងគេសុខគៀនិយាយសួរនិយាយនៅលើពិភពលោកនេះណាបាទសត្វអ្វីដែលធំជាងគេបងអស់នៅលើពិភពលោកហ្នឹងហ៎បាទសត្វធំជាងគេធំជាងគេអស់ហើយត្រឹមគោអីគេគោគេថាឲ្យនៅមួយđấyគោធំចុះនៅពិភពលោកត្រីជន់វ័នហ្នឹងតែលោកហើយធំជាងគេដែលមានដែលនៅសើណាមានគោធំអស់គោអីតាគោធំជាងគោទៀតគោប៉ណែតាវាធំជាងវាចេះនិយាយហ៎តាគោបើធំជាងគោតាគោធំជាងគោបើថាតាគោធំជាងគោតាទួតគោធំជាងគោទៀតអូមែនតាទួតធំឥឡូវសួរទៀតសួរសត្វអីទូជាងគេសត្វដែលទូជាងគេគឺសុចតាមទៅសុចមែនទូជាចៅសុចបើថាចៅសុចទូចជាងចៅសុចចៅទួតចលួតចលាសុចមិនផេះមែនណាស្វ័យមិនដងមកថាមិនផេះផុយមែនណាទៅវិញស្គយតែខ្លួនទៅទេសង្ស័យយកអាវអត់ទៀតអស់ហើយទៅនៅបាទអស់ហើយឥឡូវខ្ញុំសួរបងជែកមកនួតទេតើជែកក្នុងលោកនេះជែកអីមួយស្ទងមានផ្លែ2តយោង1ធ្លាក់តយោងជាង60ឆ្នាំហើយមិនខូចសោះតយោងគ្រាន់តែជាប់ហើយដោះរឹសមិនមែនជារឹសជែកទេជារឹសតាគៀតនៅឯគល់តយោងហើយជែកនោះអត់ស្លឹកទេតើជែកអីអានឹងជែកអត់ស្លឹកណាអត់ស្លឹកទេអានឹងជែកចង្រៃចំជែកអីវាអត់ស្លឹកអានឹងកាលតៃគេហៅកោតៃអានឹងមកមនុស្សអត់រួមិនសាយផ្ទះបាញ់ឡើយសួរវិញសួរបាទគោហើយមនុស្សខុសគ្នាត្រង់ណាគោហើយនឹងមនុស្សខុសគ្នាត្រង់ថាម៉េចមនុស្សទៅខ្វៀលគោតែគោមិនដែលខ្វៀលមនុស្សទេស្ទើរណាស់មនុស្សនិងគោខុសគ្នាត្រង់នេះព្រោះ
cô bị hất tận na bị si tận năng ai mà nước hất lứa si khom ô chỉnh vậy á chuồn ca cái hất khom si khom na về đây hất lứa si khom ô sri cha đấy sri mày lâu cái hất na si khom na đấy ê hất nó si này anh áp đề đấy đi chê plai pi thì vô muối cô đã hất na si nó bầm nước mẹ thế ơi để cho lâu mà chặt tục nhẹ ná chỉ câu mà xa lâu xua môi tiền mình xua cô à cô xua tiền xua lâu xua đá cô hay mà nước kho khné mày cô hay mà nước bà nó nhom thẹp mấy ngày đó cô hay nước cô vì cô mà nước huyền mà nước để chạy nhẹ đại rồi on nè lục bong chơi trầm trâu hai cô mà nước và kho khné mày à lâu nhom xua môi tiền chia sầm nua rồi bọn nè prai và pi bột nằng pi smileประมาณ pi bột pi smile pi mình trầm trâu tí pi bột nằng pi mà mặt bò bàได้ตัวมาบอพลวนเนี่ยประสบจัดจานยก dây lên đi ใหญ่เลนใช่นะ ลูกจะไทยกันได้ยก ใหญ่เลนที่นะ มันได้ดี กันได้ยก តាមការដែលយើងវែកញែកមើលពាក្យសម្ដីដែលនិយាយជាមួយចំណិតដែលនៅជាមួយនឹងយើងរាប់ឆ្នាំហើយនោះ បាន ហើយយើងមានកូនស្រីតែមួយយើងក៏មិនទុកឲ្យកូនស្រីរបស់យើងសៅកែដែរ បាទ គិតឃើញថាលោកដែលមកស្ដីដណ្ដឹងហ្នឹងទឹកមុខមាត់អីហ្នឹងទាំងប្រភេទមាត់ទាំងអីហ្នឹងសាកសមនឹងកូនយើង បាទបានចៅកាលណាស្អាត ហ្នឹងចៅមកស្អាតមិនដែរចំណិតយល់ឃើញដូចយើងទេ បាទយល់ឃើញ ឃើញថាឆ្លាតណាស់ ចៅមកដូចមុខដូចធ្មុក អាតែតែមិនទាន់ឃើញខ្ញុំនៅក្មេងដូចបារាំងអញ្ចឹង បាទដូចបារាំងអាលូត ពីនេះឃើញខ្ញុំនៅក្មេងវាស្រឡាញ់ដែរ ឥឡូវកូនពេញចិត្តគេដែរទេកូនខ្ញុំសួរកូនស្រីសិន ហេឥឡូវឲ្យបន្ទុកសិនទៅ បន្ទុកឃើញថាមិនឈ្នះខាងចំណិតទេ បាទប៉ុន្តែ គឺខ្ញុំសូមសរសើរនៅភាពក្លាហាន បាទ ដែលបានចូលមកដល់ក្នុងផ្ទះរបស់យើង បាទ អាចពោលពាក្យសម្ដីដែលយើងមិនធ្លាប់ឬមិនធ្លាប់អីនិយាយជាមួយចំណិតដែលរស់នៅជាមួយនឹងយើងរាប់ឆ្នាំ បាទ យើងយល់ឃើញថាក៏ស្លូតបូតអញ្ចឹងយើងមិនជំទាស់អីទេណា សាធុបើចឹងផ្លូវសម្រាប់ទុកឲ្យមនុស្សដើរចណ្ដើរសម្រាប់ទុកឲ្យមនុស្សឡើងឯទីកលំកលែងអ្នកផងទាំងឡាយក៏តែងតែទីស្នាក់នៅសុំស្នាក់អាស្រ័យឯអ្នកដែលមានកូនក្រមុំតែងតែផ្សំគុំឲ្យទៅបរោះណាដែលមានបញ្ញាដូចជាលបងជែកដូច្នេះនៅក្នុងគំនិតរបស់លោកសេដ្ឋីខ្ញុំសូមអាកាត់ជួសអ្នកផ្លូវចៅមហាដំណើរលោកបិបាថាការស្នើជើងការរបស់លោកជែកលបងជែកហ្នឹងគឺថាបានសម្រេចហើយយើងខ្ញុំព្រមលើកកូនក្រមុំគឺកូនលាក់ឲ្យទៅលបងជែកហើយចាប់ពីថ្ងៃនេះទៅអត់មានបកក្រោយប្រែចិត្តទេ បាទអត់ប្រែទេមកជីវិតហ្មង បាទឥឡូវជ័យយ៉ង បាទ ជ័យយ៉ង បាទជ័យ វង បាទ សុកអង សុក សាវង សៅ ដិត មែនអង បាទ មែនអង មែន បើមែនបានអីមែន មែន បាទមែន ឡើងមកប៉ា ឥឡូវនេះកូនឯងឲ្យរឿងលើកឲ្យហើយយកទៅធ្វើទៅ បាទ អត់ទេលេងឯងចង់ទៅលេងខ្លែងហ៎ខ្លែងហ៎ អូកូនយកតែអញ្ចឹងហើយមិនយកអត់ ប៉ាលេងខ្លែងមួយកូនហ៎ ហេប៉ាលេងឲ្យចំណិតអទៅើមកចំណិត បាទ ទៅកូនជីតិចមក អត់ទេខ្ញុំទេ នេះមកកូនទៅទី អត់ទេ អត់ទេអត់ទេខ្ញុំមកគាត់ចង់មកលេងហើយកូនឯងតើជំងឺអី គ្នាតែអញ្ចឹងដល់ម៉ោងគ្នាទាំងអញ្ចឹង អាហ្នឹងគេហៅគួតឯវត្ត អត់ទេខ្ញុំមែនទេ បានគ្នាវេទនាណាមកគួតតែខ្ញុំទៀតណាឥឡូវខ្ញុំគ្រាន់មកចង់ដឹងបញ្ញាទេខ្ញុំ ឥឡូវខកចិត្តក្រុមលេង អត់ទេ ឥឡូវទុកឲ្យគោកន្លោះគោកមុំបថោងតោងស្បៃ អូដល់កូន តោងទៅយើងដល់លោកទៅទីពេលសំតនេឆើទៅ ដល់ជីកូន កូនឯងកាឲ្យក្មួយឲ្យកា នោះអត់ទេផ្សំតែនេះស្រែកបោលគេ ដេកម៉េច ចាពុំអាពុំថាយើងរាប់លុយជានងដៃលោកនាងនេះស្រែកខាត500ខាត500ខ្មាស់គេ អូគាត់នឹងខាត500ខ្មាស់ទេ មកអី ប៉ាមកលេងប៉ៅមួយកូនសិនមកលេងប៉ៅហ្នឹង អូយដល់កូន ចាប់នោះទៅចាប់នោះឡនតនោះឡនតឡនតអូយ អូយចាប់លោកគូលោកមិនចេះទេ
ยมทรงสวายกุมลูกประมาณดอกประมาณนโยธาซาครูนายยังพลายกูเลยจะเอาช่วยยังตอนนี้มวยรู้แล้วแกจะใครเลยจะขับรถกับปัจจัยนี่นะเราสมัยจะไม่เราบองเจแม่เรายมซัวจงกราวทางอัปรมโยกนยมได้ไอ้บาทอันที่สมหัวอ่านที่สมยมพลายจัวปุยเบาไหมละอ่อนนะนี่บานเท้าถ่าเนี่ยได้เมียนปัญญาติ๊กมันจับอารมณ์อมปีละใบไก่กอลอะไรกินละบองจองดังถ่าเนี่ยโปรนั่งปิดจิตลาดแมนออดก้าละบองปัญญาคือสนมอดท่าละบองชนะขยมปันใต้ดอกยมอ้อยพอนและกนาเฟื่อเชียเลเลมืดลูกโยได้หรือตีเนาเป้แต่ลูกปากไก่ไม่ได้แต่ลูกสลังแต่เป้แต่ขณีเนาเชียตีดอกเป้ขณีกูดขณีลับคือลูกปอกบองขณีเจ้าด้วยใช่ไหมสมัยน่ะก็ลูกจะไทยในปีนี้ลูกจะไทยยมสมัยใช่ไหมบ้านก็ลูกจะไทยในปีนี้คือเตาบานมกขยมบาสมกุลนั่งล้อจำนัดยืนเดินเลือกอะไรโอ้ยการมา60 น้ำแบบนี้นะหลังงานเนี่ยไม่ลูดอมลูดอ๋อดีพวกโกงขยมอเมริกาได้ดีได้ลูดอมลูดอัดไฟบาทำไมเนี่ยผมไม่อมบาอ้อยอ๋อดีในบ้านหัวบ้านทิศมันพอดูชีวาเลยบ้าอ๋อคนกลางนะตำรวจนะอะไรตายจุดปัญญาตื่นนะจ้ากับตัวอาตื้อก่อนจับเลี้ยงจังแต่ตื้อไปเรานี่มุนหนึ่งเลียเต้าบอมมีนภาษาไอ้ความโตดอลเนี่ยได้ช่วยติงตักสดไอ้จังเต้าជាពិសេសខ្ញុំបាទជុំមិនជឿនហើយក៏ចែកសូមថ្លែងអំណរគុណដល់អ្នកធ្វើដំណើរតាមផ្លូវជាតិទី2ក៏ដូចជាព្រះសង្ឃផងដែរដែលបានឆ្លងកាត់ទីនោះក៏ដូចជាលោកស្រីលោកនាងកញ្ញាទាំងអស់ដើម្បីជួយទិញទឹកសុទ្ធសំបីតែម្ដងក៏ខ្ញុំនឹកគុណថាជីវិតខ្ញុំថ្លៃថ្នូរព្រោះថាបានគេស្គាល់ច្រើនអញ្ចឹងក៏ខ្ញុំនឹកគុណគេទោះបីខ្ញុំថ្ងៃក្រោយខ្ញុំមានបានក៏ខ្ញុំនឹកឃើញពេលដែលគេជួយយើងដែរហើយសូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់គ្នាព្រមទាំងក្រុមភ្លេងទាំងអស់ដែលចំណាយពេលវេលាដើម្បីជួយកម្មវិធីសំណោយតាមភូមិនេះឲ្យមានប្រជាប្រិយភាពហើយខ្ញុំនឹងសូមថ្លែងអំណរគុណដល់បងថាបងចាបងវេទ័រដែលក៏ដឹកនាំក្រុមកំ ប្លែងតែងតែជូនសំណោចតាមភូមិនានាគ្រប់ក្នុងប្រទេសកម្ពុជាហើយសូមថ្លែងអំណរគុណដល់ស្ថានីយទូតផងដែរដែលបានអញ្ជើញខ្ញុំបាទមកចូលរួមក្នុងកម្មវិធីនេះហើយអញ្ចឹងខ្ញុំបាទសូមឲ្យសំណោចតាមភូមិដូចជាអ្នកដឹកនាំទាំងអស់សូមឲ្យមានកេរ្តិ៍ឈ្មោះទៅទីណាកន្លែងណាសូមឲ្យមានភាពល្បីល្បាញឲ្យបានប្រជាប្រិយភាពកាន់អ្នកគ្រប់គ្រងច្រើនផងដែរអរគុណនៅក្នុង Facebook ហ្នឹងគេថាបងជេកឥឡូវហ្នឹងគឺថាគាត់មានទុកបាទអញ្ចឹងខ្ញុំជូនពរបងឲ្យឆាប់ផុតទុកណាបងណាហើយក៏ជូនពរទាំងអស់គ្នាឲ្យបានជួបជុំក្តីសុខក្តីចម្រើនចូលទានមានបានអនុមោទនាលោកអនុមោទនាមិនខ្ញុំជូនពរបងឲ្យឆាប់ផុតទុកអនុមោទនាសាធុពេលលេងជិះបងឲ្យបានយូរវែងអរគុណចាជួបគ្នានៅឱកាសក្រោយទៀតទៀតចាអរគុណចាអរគុណណាលោកស្រីនិកញ៉ាទីមេត្រីនៅវគ្គក្រោយយើងនឹងបានជួបជាមួយនឹងក្រុមកំប្លែង CTN សម្រាប់ពេលនេះសូមអនុញ្ញាតសម្រាប់មួយផ្លែសិនបងបាទឥឡូវជ័យយ៉ងបាទជ័យយ៉ងបាទជ័យយ៉ងបាទសុកអងសាវអងសាវដិតមែនអងបាទមែនអងមែនបើមែនបានអីមែនបាទមែនឡើងមកប៉ាឥឡូវនេះកូនឯងឲ្យរឿងលើកឲ្យហើយយកទៅធ្វើទៅបាទអត់ទេលេងឯងចង់ទៅលេងខ្លែងខ្លែងពួកកូនយកតែអញ្ចឹងហើយមិនយកអត់ប៉ាលេងខ្លែងមួយកូនមកអេប៉ាលេងណាឲ្យចំណិតមកចំណិតបាទកូនជីតិចមកអត់ទេខ្ញុំនេះមកគោទៅទីអត់ទេខ្ញុំមកគាត់ចង់មកលេងហើយកូនឯងកើតជំងឺអីគ្នាតែចឹងដល់ម៉ោងគ្នាទាំងចឹងអាហ្នឹងគេហៅគួតឯវត្តអត់ទេមែនទេបានគ្នាវេទនាណាមកគួតតែខ្ញុំទៀតណាឥឡូវខ្ញុំគ្រាន់មកចង់ដឹងកញ្ញានេះខ្ញុំឥឡូវខកចិត្តក្រុមលេងអត់ទេឥឡូវទុកឲ្យគោកន្លោះគោកំមបថោងតោងស្បៃដល់កោតោងទៅយើងនោះលោកទៅទីពេលសាមតនេចាទៅដល់ជីកូកូនឯងកាឲ្យក្មួយឲ្យកានោះអត់ទេផ្សំតនេស្រែកតើគេស្រែកម៉េចចាពុំអាពុំថាយើងរាប់លុយជានងដៃលោកនាងនេះស្រែកខាត500ខ្មាស់គេអូគាត់ខាត500ខ្មាស់គេមកអីមកលេងប៉ោ
មួយកូនសិនមកលេងខ្មៅហ្នឹងអូយដល់កូននោះចាប់នោះឡឡតនោះឡតឡតអូយលោកខ្ញុំចេះទេខ្ញុំសូមថ្វាយគុំលោកប្រមាណដល់ប្រមាណណាយកថែអាសាខ្លួនឯងខ្ញុំខ្លាចឈួតទេចឹងអត់ចូលចឹងអត់ទេអាមួយលួចអាគេទៅខេដែរទេតែខំលន់កពុតចាញ់នេះណាអត់ទេឥឡូវសម្រាប់យ៉ាងម៉េចលោកបងជេកមិនឥឡូវខ្ញុំសួរចុងក្រោយថាអត់ព្រមយកកូនខ្ញុំទេអីបាទអត់ទេសូមរាប់អានគេសោះខ្ញុំខ្លាចជាប់ពូញបោអមអីល្អណាស់នេះបានហៅថាអ្នកដែលមានបញ្ញាតិចមិនចាប់អារម្មណ៍អំពីល្បិចកិច្ចកលដែលគេលបងចង់ដឹងថាអ្នកប្រុសនឹងពិតជាឆ្លាតមែនអត់ការលបងបញ្ញាគឺសន្មត់ថាលបងឈ្នះខ្ញុំប៉ុន្តែដល់ខ្ញុំឲ្យប្អូនលក្ខណៈធ្វើជាលេលើមើលតើលោកយកដែរឬទេនៅពេលដែលលោកប្រកែកមានន័យថាលោកស្រឡាញ់តែពេលដែលគ្នានៅជាទេដល់ពេលគ្នាឈួតគ្នាឡប់គឺលោកបោះបង់គ្នាចោលដូច្នេះសម្រាប់ថាកូនលោកសថៃនៅពេលនេះលោកសថៃខ្ញុំសម្រាប់ទេណាបាទកូនលោកសថៃនៅពេលនេះគឺត្រូវបានមកខ្ញុំបាទសូមអរគុណហ្នឹងល្អចំណិតយើងទៅលើកឲ្យឯងអូយកើតមក60ឆ្នាំមកស្ដាយណាស់ណាឡើងអញម៉ាច់លោតអមលោតអត់ទេព្រោះកូនខ្ញុំអត់មានកើតអីទេលោតអមលោតអត់ភ័យបាក់តែមិញព្រោះមិញអមបាក់អស់ហើយអត់ទេនៅបានរកបានទៀតមិនបដូរជីវ៉ាទេបាទអរគុណច្រើនណាស់សំណួរណាហើយលេងតើជ្រួយអេបញ្ញាប់ទៅណាចាក៏គាត់អាចទៅគាត់ឲ្យហើយយ៉ាងម៉េចហើយជានៅកពតប្រុងមកចងស្ពានមាននេត្រីភ្ជាប់និស័យនិងអូនលាក់អូអ្នកណាទៅប្រហែលជាមកជិតដល់ហើយអានេះតំណែងអ្នកភូមិប្រាប់ខ្ញុំចឹងបានយើងជិះតែសັບរសល់ក្នុងថ្ងៃហ្នឹងហែលអូនលាក់ដល់គូហើយណាលោកសេដ្ឋីម៉ែឬប៉ុបយើងមិនទុកធ្វើអីទេតែយើងត្រូវការអ្នកហ្នឹងគឺពោពេញទៅដោយភាពឆ្លាតវៃឲ្យតែចេះស្រឡាញ់កូនយើងចេះស្រឡាញ់យើងដែលជាឪពុកចាហើយគេពុកតែនោះសម្រស់ក្មេងអូសាកសមនឹងកូនយើងហើយប្រាប់មកថាផ្ទះអ្នកមាននេះអត់មានដបូលអីទេនោះតែស្បូវមកកដបក៏អត់ព្រក់ដែរនេះប៉ុបដូចមើលចំណិតឯងទៅមើលពីណាគេដឹងមួយណាសថៃមានសួរល្អហើយបាទលោកមកទីនេះមានការអីដែរមកបំរើសុំមងើខ្ញុំនឹងនិយាយស្រួលចាំទេបាយមួយថ្ងៃ3ពេលទឹកសុទ្ធមួយថ្ងៃ3ដបប្រាក់ខែ 1500 មួយថ្ងៃស្រួលចាំណា1500នោះមួយថ្ងៃមួយថ្ងៃ 1500 លុយខ្មែរ 1500បូក1 30ហ្នឹងមិន 27000 បាទអាយ៉ាអ្នកចេះអ្នកដឹងឥឡូវខ្ញុំគ្រាន់តែជាអ្នករស់នៅជាមួយលោកសេដ្ឋីទេលោកមានកិច្ចការអីចង់តាក់ទងតំណែងតំណងមនុស្សសេដ្ឋីសូមអញ្ជើញចូលទៅក្នុងបាទហ្នឹងកូនណាកូនដែលលោកឲ្យលោកគាត់ក៏ពួនជើងសជើងក៏ភ្លៅជិះផាន់ណាបាទមានសួរបាទលើកដៃថ្វាយព្រះបាទហើយមកពីណាអូនតែជិះតាក់ស៊ីមកវាចុះហ្នឹងហើយមកហ្នឹងពុកធ្លាប់ស្គាល់មែនទេឥឡូវចេះទៅខ្ញុំនឹងគេថាសុំមកនៅបំរើជាមួយណាគាត់ថាអ៊ំចង់រឿងអ្នកចេះអ្នកដឹងអីខ្ញុំចេះណាទេខ្ញុំមានចំណិតទៅហើយមើលមកខាងនេះមើលណាបាទទាំងយើងមានមួយឥឡូវយកថែមមួយទៀតទៅឲ្យគ្រប់ពីរមិនដែរមួយទៀតសម្រាប់លោកសេដ្ឋីសម្រាប់ធ្វើអីតាមដែលខ្ញុំដឹងកំឡោះម្នាក់នេះមិនមែនមកសុំបំរើគាល់វ៉ៅលោកសេដ្ឋីធម្មតាទេបាទអញ្ចឹងខ្ញុំមកធ្វើអីមានបំណងចង់ចងស្ពានមាននិស័យស្រីដណ្ដឹងហូបស្លាភាសាភ្ជាប់ពាក្យនិងប្អូនលាក់ណាលោកសេដ្ឋីអត់ទេស្ពានលើអត់ចងទេមកសិតស្ពានបេតុងហ្មងក្រាស់កំមុខគេចងដែកគេយេឲ្យបានគេចាក់បេតុងអូស្មាយកវល់មកចងស្ពានដាច់ខ្យល់សូមទានជ្រាបជំរាបលោកមហាសេដ្ឋីខ្ញុំបាទឈ្មោះជ័យកលេខមិនទាន់តិចច្រឡំតារាភាពយន្តខ្ញុំបាទមកនេះមានតែចេងបុកស្ករសតម្លងត្រើយឆ្នាំបន្តិចមក 1500 ហូបតាមផ្លូវអស់ទៀតនោះស្នើគេស្នើជើងការណាលោកស្រីជើញបុកមកអង្គុយសិនចង់ដឹងបញ្ញានោះអាទិត្យនោះយើងស្ដាប់ពាក្យពេចន៍របស់លោកនិយាយទៅដូចជាស្នើជើងការបាទអញ្ចឹងចង់ចូលមកមានន័យដូចម្ដេចដែរមានន័យថាអ៊ំមិនចង់កូនភាសាហ្នឹងហើយខ្ញុំចង់បានកូនភាសាខ្ញុំមិនក្រអ៊ំឯងមិនមានបាទដល់ខ្ញុំនៅមួយអ៊ំឯងមកខ្លាយពីនឹងមនុស្សខុសគ្នាត្រង់ថាម៉េចមនុស្សទៅខ្វៀលគោតែគោមិនដែលខ្វៀលមនុស្សទេស្ទើរណាស់
មនុស្សនឹងគោខុសគ្នាត្រង់នេះព្រមគោវាហត់តាណាវាស៊ីតាហ្នឹងហើយមនុស្សហត់លើស៊ីក្រមអូចេះនិយាយហើយជួនកាលគេហត់ក្រមស៊ីក្រមណាវាទេហត់លើស៊ីក្រមអូសេរីចាស់ទេសេរីក្មេងឥឡូវគេហត់ណាស៊ីក្រមដែរទេហត់នោះស៊ីណែអូអត់អាប់ដេតទេនេះចេកផ្លែ2រយោ1គោទៅហត់ណាស៊ីនៅបើមនុស្សមែនទេអើយអត់ទេច្រឡំហើយចាត់ទុកអ្នកណាជាកូនភាសាឥឡូវសួរមួយទៀតមិនសួរគោសួរទៀតឥឡូវសួរដែរគោឲ្យមនុស្សខុសគ្នាម៉េចគោឲ្យមនុស្សបាទខ្ញុំប្រាប់មិញហើយតាគោឲ្យមនុស្សគោវាគោមនុស្សវាមនុស្សវាចែកគ្នាដាច់ល្អណាស់លោកបងឆ្លើយត្រឹមត្រូវហើយគោគឺគោមនុស្សគឺមនុស្សបាទខុសគ្នាមែនឥឡូវខ្ញុំសួរមួយទៀតជាសំណួររបស់អ្នកប្រាជ្ញបាទ2បូកនឹង2ស្មើប្រមាណ2បូក2ស្មើ2មិនត្រឹមត្រូវទេ2បូកនឹង2ស្មើប៉ុន្មានមកតបបាទមិនដែលណាក៏មកតបផ្លូវទេបើរសុកចិត្តចាញ់យកនិយាយលេងទេនិយាយលេងទេណាលោកសេដ្ឋីកាត់ក្តីចុះនិយាយលេងទេណាមិនអីទេកាត់ក្តីចុះតាមការដែលយើងវែកញែកមើលពាក្យសម្ដីដែលនិយាយជាមួយចំណិតដែលនៅជាមួយនឹងយើងរាប់ឆ្នាំហើយនោះបាទហើយយើងមានកូនស្រីតែមួយយើងក៏មិនទុកឲ្យកូនស្រីរបស់យើងសៅកែដែរបាទគិតឃើញថាលោកដែលមកស្ដីដណ្ដឹងហ្នឹងទឹកមុខមាត់អីហ្នឹងទាំងប្រភេទមាត់ទាំងអីហ្នឹងសាកសពនឹងកូនយើងបាទបានចៅកាលណាស្អាតហ្នឹងចៅមកស្អាតមិនដែរចំណិតយល់ឃើញដូចយើងទេបាទយល់ឃើញថាឆ្លាតណាស់ចៅមកដូចមុខដូចធ្មុកតែតែមិនទាន់ឃើញខ្ញុំនៅក្មេងដូចបារាំងអញ្ចឹងបាទដូចបារាំងអាលូតពីនេះឃើញខ្ញុំនៅក្មេងវាស្រឡាញ់ដែរឥឡូវកូនពេញចិត្តគេដែរទេកូនខ្ញុំសួរកូនស្រីសិនឥឡូវឲ្យបន្ទុកសិនទៅបន្ទុកឃើញថាមិនឈ្នះខាងចំណិតទេបាទប៉ុន្តែគឺខ្ញុំសូមសរសើរនៅភាពក្លាហានបាទដែលបានចូលមកដល់ក្នុងផ្ទះរបស់យើងអាចពោលពាក្យសម្ដីដែលយើងមិនធ្លាប់ឬមិនធ្លាប់អីនិយាយជាមួយចំណិតដែលរស់នៅជាមួយនឹងយើងរាប់ឆ្នាំបាទយើងយល់ឃើញថាក៏ស្លូតបូតអញ្ចឹងយើងមិនជំទាស់អីទេណាសាធុបើចឹងផ្លូវសម្រាប់ទុកឲ្យមនុស្សដើរចណ្ដើរសម្រាប់ទុកឲ្យមនុស្សឡើងឯទីកលំកលែងអ្នកផងទាំងឡាយក៏តែងតែទីស្នាក់នៅសុំស្នាក់អាស្រ័យឯអ្នកដែលមានកូនក្រមុំតែងតែផ្សំគុំឲ្យទៅបរោះណាដែលមានបញ្ញាដូចជាលបងជែកដូច្នេះនៅក្នុងគំនិតរបស់លោកសេដ្ឋីខ្ញុំសូមអាកាត់ជួសអ្នកផ្លូវចៅមហាដំណើរលោកបិបាថាការស្នើជើងការរបស់លោកជែកលបងជែកនឹងគឺថាបានសម្រេចហើយយើងខ្ញុំព្រមលើកកូនក្រមុំគឺកូនលាក់ឲ្យទៅលបងជែកហើយចាប់ពីថ្ងៃនេះទៅអត់មានបកក្រោយប្រែចិត្តទេបាទអត់ប្រែទេមកជីវិតទេណាលោកតាបើមិនស្គាល់ភ្នំព្រះសម័យខ្ញុំបាច់ប្រាប់ទេណាលោកតាព្រោះសួរខ្ញុំថាភូមិសម្បុកស្រុកសម្បូរនគរមានជ័យនៅមកដុំណាទាល់តែស្គាល់ភ្នំព្រះសម័យបើស្គាល់ភ្នំព្រះសម័យច្បាស់ខ្ញុំស្រួលត្រាស់ប្រាប់ផ្លូវតាបើសាស្គាល់ភ្នំព្រះសម័យនៅមកដុំណារាយងាយរាយការឲ្យស្គាល់ភូមិហ្នឹងហើយលើតួកតួតែចុះបថៅយោងអូចំមងយោងឡានអើយបថៅឡានតួកតួតែចុះបថៅយោងអូចន្លោះយោងភ្លើងឥឡូវខ្ញុំស្គាល់ថានៅពិភពលោកយើងតើសត្វអីធំជាងគេសត្វអីសត្វនៅសួរសម្ដីនៅលើពិភពលោកនេះធំជាងគេសុខគេសួរនិយាយនៅលើពិភពលោកនេះណាបាទសត្វអ្វីដែលធំជាងគេបងអស់នៅលើពិភពលោកហ្នឹងហ៎បាទសត្វធំជាងគេធំជាងគេអស់ហើយត្រឹមគោអីគេគោចេះតែឲ្យនៅមួយឯគោធំចុះនៅពិភពលោកត្រីចូលទៅវត្តហ្នឹងតែលោកឯងធំជាងគេដែលមានDinosaurណាមានគោធំអស់គោអីតាគោធំជាងគោទៀតគោប៉ុណ្ណេះតាវាធំជាងវាចេះនិយាយហ៎តាគោបើធំជាងគោតាគោធំជាងគោបើថាតាគោធំជាងគោតាទួតគោធំជាងគោទៀតអូមែនតាទួតធំឥឡូវសួរទៀតសួរសត្វអីទូចជាងគេ
សត្វដែលទូជាងគេគឺសុចសុចតាមទៅសុចមិនទូជាចៅសុចបើថាចៅសុចទូជាងចៅសុចចៅទួតចលួតចលាសុចมันផេះមែនណាស្វ័យមិនដងមកថាมันផេះភ័យមែនណាទៅវិញស្គយតែខ្លួនទៅទេសង្ស័យយកអាវអត់ទៀតអស់ហើយទៅនៅបាទអស់ហើយឥឡូវខ្ញុំសួរបងជេកមកនួតទេតើជេកក្នុងលោកនេះជេកអីមកស្ទងមានផ្លែ2តយោង1ធ្លាក់តយោងជាង60ឆ្នាំហើយមិនខូចសោះតយោងគ្រាន់តែជាប់ហើយដោះរឹសមិនមែនជារឹសជែកទេជារឹសតាគៀតនៅឯគល់តយោងហើយជែកនោះអត់ស្លឹកទេតើជែកអីអានឹងជែកអត់ស្លឹកណាអត់ស្លឹកទេអានឹងជែកចង្រៃចំជែកអីវាអត់ស្លឹកអានឹងកាលតៃគេហៅកោតអានឹងមកមនុស្សអត់រូមិនសាយផ្ទះបាញ់ឡើយសួរវិញសួរបាទគោឲ្យមនុស្សខុសគ្នាត្រង់ណាគោហើយកូនផ្សាមានដូចអ៊ំឯងដែរហ្នឹងហើយនឹងអ៊ំឯងចែកពាក់កណ្ដាលមកយើងមានពាក់កណ្ដាលនេះមានសមត្ថភាពអីចង់ខ្លាចចង់ដឹងប្រឡងបញ្ញាមួយអាទិត្យនោះចំណិតបាទហើយមកនេះចិត្តយើងបាទខ្ញុំបាទចូលមកផ្ទះលោកសេដ្ឋីវេលាម៉ោង8ខ្ញុំមានការយ៉ាងណាអញ្ជើញមានប្រសាសន៍មកអ្នកប្រុសខ្ញុំបាទជ្រាបខោវែងមិនមែនជើងខ្លីមកម៉ោង8មកស្នើការខ្ញុំបាទចូលមកអត់មានមេបាចង់ប្រឡងបញ្ញាជាមួយប្អូនខាងនោះបើចង់ប្រឡងចុងជាតិជាប្រុងអត់វេទនីបើចង់ប្រឡងក៏ប្រឡងចុងជាតិជាប្រុងអត់វេទនីឥឡូវជែកចំប៉ាំងសុកគីចង់ប្រឡងគ្នាមកដុំណាអីជំរាបទៅអ្នកចេះអ្នកដឹងចូលអ្នកខំប្រឹងលបងបញ្ញាហើយគេសួរចុះខ្ញុំសួរទៅអ្នកចេះអ្នកដឹងគេហៅភូមិស្រុកសម្បូរនគរមានជ័យព្រៃហែមមកពៀនខ្ញុំដើរមកងិញចិត្ត100ស្ពានបាទសួរព្រៃហែមមកពៀននៅត្រង់ណាព្រៃហែមមកពៀនភូមិសម្បុកស្រុកសម្បូរនគរមានជ័យព្រៃហែមមកពៀនចាំដាប់ចំណិតចុះភូមិសម្បុកនៃស្រុកសម្បូរនគរមានជ័យព្រៃហែមមកពៀននេះដូចជារឿងនិទានក៏ប៉ុន្តែលោកក៏ឆ្ងល់លៃពេកបងជែកសួរខ្ញុំថានៅអាម៉ាដុំណាខ្ញុំបាទពិតជាស្គាល់រៀងអីរាល់ស្គាល់ពេញអាត្មាខ្ញុំស្គាល់ច្បាស់នឹងនេត្រាតែនៅម្ដុំណាអ្នកថ្លៃក៏ប៉ុន្តែតើលបងស្គាល់ហៅថាភ្នំព្រះសុមាទេបើសិនណាបងស្គាល់ខ្ញុំនឹងលៃស្រួលប្រាប់ផ្លូវឲ្យអ្នកថ្លៃលៃឲ្យចំព្រៃហែមមកពៀនសួរភ្នំព្រះសុមានៅម្ដុំណាតាំងពីដូនតាណាគេស្គាល់ចូលភ្នំព្រះសម័យនៅម្ដុំណាខ្ញុំបាទនេះអ្នកណាតែស្គាល់ឮតែឈ្មោះមិនដែលឃើញផ្ទាល់នេះណាតែស្គាល់ដោះម្ដុំណាបើមិនស្គាល់ភ្នំព្រះសម័យមិនបាច់ប្រាប់ទេ